តតែពេលអ្នកទទួលទិញទៀងទាត់គឺមានតែស្តង់ទេស្តង់ទទួលទិញធំគេដើម្បីយកទៅចែកចាយនៅតាមផ្សារបន្តទៀតប៉ុន្តែគាត់ទទួលទិញទាបដោយសារពងទាវៀតណាមចូលអញ្ចឹងអាហ្នឹងគឺគេត្រូវតែទាបហើយតម្លៃទាបអញ្ចឹងតម្លៃទាបវាអត់ចំណេញហើយវាអត់ហាត់ថ្លៃកម្លាំងពលកម្មហើយនឹងមានទឹកមានកម្លាំងពលកម្មមានចំណីមានអីអញ្ចឹងជាដើមអញ្ចឹងវាអត់ទូទាត់គ្នារួចខ្ញុំក៏គិតថាពងទានៅលើទីផ្សារវានៅតែ500នៅតែអីដដែល400ជាង500ដដែលអញ្ចឹងខ្ញុំមកយកមកលក់400ជាង500ដូចតម្លៃទីផ្សារដូចតម្លៃពងទាវៀតណាមដែរទៅហើយมันល្អអញ្ចឹងក៏កើតគំនិតមួយថាអញ្ចឹងដាក់ឈ្មោះ page ថាកសិដ្ឋានលក់ពងទាឬក៏ផ្សារឬក៏តូបលក់ពងទាតែម្ដងទៅសូម្បីតែឈ្មោះខ្ញុំអត់ទាន់សម្រេចថាដាក់ឈ្មោះអីប្រកបទេព្រោះដាក់ផ្សារវាធំពេកព្រោះក៏លក់ពងទាខ្មែរយើង7-3000គ្រាប់អញ្ចឹងវាខ្ញុំចង់ដាក់ធំពេកអញ្ចឹងចង់ដាក់ថាតូបលូតា